នេះជាសកម្មភាព fan មួយថ្ងៃមុន concert នេះជាសកម្មភាពដែលមុន concert មួយថ្ងៃដែលគេមកយក support ពួកឯងនៅនេះមុន concert មួយថ្ងៃគឺមានអ្នកដែល give away support អញ្ចឹងអ្នកដែលស្គាល់ពួកគាត់ដែលអ្នក give away គាត់មកយក support ពួកគាត់ដែលជាអ្នកដែលចែក support ហ្នឹងណាហើយពីហ្នឹងមនុស្សច្រើនមែនទែនធ្វើឲ្យអ្នកជិះម្ដុំហ្នឹងស្មានមានរឿងអីនាំគ្នាជិះម៉ូតូឈប់ដើម្បីសួរនាំអញ្ចឹងហើយក៏សួរថាមកអត់យកអីអញ្ចឹងដឹង form មានអូគេមកយក support អ្នកដែលឈ្នះ give away អញ្ចឹងហើយនេះជាសកម្មភាពអ្នកដែលអត់មាន support មើលនឹងខាងក្រៅទាំងអស់មិនថាពេលខ្លះពួកគាត់មិនចង់មិនតែភាសាពេលខ្លះទិញ support តាន់គេឬក៏អ្នកខ្លះក៏អត់ដឹងរបៀបមកទិញ support អញ្ចឹងណាហើយចំពោះខ្ញុំវិញមិនថាអត់មានលុយទិញ support ទេប៉ុន្តែគឺដោយសារត្រូវការសំលុយដើម្បីរឿងការងារធំមួយអញ្ចឹងបើសិនជាទិញ support អាចនឹងខាតការងារធំព្រោះឥឡូវកំពុងសំលុយអញ្ចឹងដើម្បីការងារធំត្រូវតែលះបង់ការសប្បាយមួយរយៈសិនប៉ុន្តែទឹកមុខនៃ refan K-pop គឺពួកគាត់មើលក្រៅគាត់ឃើញការហូរតែ idol គាត់ចាញ់គឺងំនេះហូរសប្បាយខ្លះរំភើបនៅក្រៅក៏រំភើបតែមើលទឹកមុខស្រីថតខ្លះមើលឡើងរំភើបដោយសារបងស្រីគាត់បាំងប៉ុន្តែអ្នកស្រីមើលឲ្យបាំងមុខជម្រើសគឺរំភើបហ្មងសម្រាប់ idol រងពីសង្ហារបស់មនុស្សប្រុសគឺចឹងគឺអតិពលមិនថាមនុស្សប្រុសស្រីឲ្យតែមានភាពស្អាតគឺចឹងគឺមានការគ្រប់គ្រងស្រឡាញ់ខ្លាំងចឹងហ្មងគឺក៏មិនឃើញផ្ទាល់ចិត្តទេសូម្បីតែឃើញពីចម្ងាយក៏មានអារម្មណ៍ថាសប្បាយខ្លាំងរំភើបយកដៃដឹកមាត់ចឹងណាវាថាអចឹងណាហើយនេះជាជ្រុងមួយចិត្តកោះពេជ្រយើងស្គាល់កន្លែងចិត្តក្មេងលេងជីបុកឡានហ្នឹងឡានបុកគ្នាហ្នឹងគឺជ្រុងខាងហ្នឹងនិយាយទៅគឺមនុស្សពេញហ្នឹងខ្លះក៏អត់មានសពតអញ្ចឹងមើលដូចខ្ញុំអញ្ចឹងតែខ្ញុំមិនសឹងម៉ែតែអាណិតស្រីនៃរីសឹកបានមើលគ្នាចង់មើលនេះបើខ្ញុំមានសពតតែបើខ្ញុំមានសពតសុខចិត្តលះបង់ខ្ញុំឲ្យគាត់មើលទៅគឺមានអារម្មណ៍ថាអាណិតស្រីគ្នាចង់ឃើញណាតារាល្បីអញ្ចឹងតារាក្រែងាយណាមកអញ្ចឹងបើពួកគាត់មកចង់ឲ្យនិយាយមួយបានច្រើនទៅយើងប្រកបកុំសឹងមួយក៏មិនមែនស្អីអីដែរខ្ញុំគ្រប់ត្រូលលោកអើយហើយនេះទស្សនវិជ្ជាមួយជ្រុងទៀតនៃកណ្ដាលឆាមើលពីមុខទៅគឺមានប្រឡោះមួយដែលយើងអាចមើលឃើញពួកគាត់ពីឆ្ងាយបានតែគាត់ថាវាមិនសូវច្បាស់ដូចគេនៅក្នុងតែគេថាប៉ុណ្្នឹងក៏បានដែរអាចយើងមើលឃើញទស្សនវិជ្ជាខាងក្នុងលេងអីខ្លះអញ្ចឹងណាប៉ុន្តែក៏មានអារម្មណ៍សប្បាយទេពួកអីយើងអាចមើលពីមុខទៅដែរដែលអាចឃើញថាវាមិនសូវឃើញច្បាស់ទេគាត់ថាអាចគួរយកបានប៉ុណ្្នឹងអញ្ចឹងក៏ធ្វើម៉េចយើងនៅមើលក្រៅបានប៉ុណ្្នឹងគឺបានហើយក៏មានបងប្អូនចិត្តនឹងគាត់មើលគាត់អីច្រើនមួយយើងអីចឹងក៏មានអារម្មណ៍សប្បាយយ៉ាងដែរហ្នឹងថាពេលខ្លះវាមិនថាឲ្យមានសបត់យើងអាចមើលសប្បាយហើយនៅក្រៅទៅអាចសប្បាយថាចេះឆ្នៃឱកាសឬក៏ទីកន្លែងឲ្យទៅជាកន្លែងសប្បាយរបស់យើងបានណាបាទអរគុណបងប្អូនឥឡូវប្លុកយើងចប់ប៉ុណ្ណឹងអរគុណអ្នកនរគ្នា